វិញ្ញាណវិលវល់នៅដើមជ្រៃសាកលបរិយាកាសភូមិដាច់ស្រយាលនៅចុងកាត់មាត់ញុយនៃខេត្តមួយមានភូមិមួយឈ្មោះថាភូមិត្រពាំងស្លាប់ឈ្មោះនេះមិនមែនដាក់លេងទេប៉ុន្តែវាមានប្រវត្តិតាក់ទងនឹងបឹងធំមួយនៅខាងក្រោយភូមិនៅមាត់បឹងនោះមានដាវជ្រៃធំមួយមានអាយុកាលរាប់រយឆ្នាំមេឃធាងរបស់វាដុះញញក់មើលទៅដូចជាដៃបិសាចដែលចាំចាប់មនុស្សអ្នកភូមិគ្រប់គ្នាដឹងច្បាស់ថាឲ្យតែយប់ព្រលប់គ្មានអ្នកណាហ៊ានដើរកាត់ទីនោះឡើយគេតែងតែឮសូរសម្រែកយំខ្សឹកសួលនិងសូរក្រញិតខ្សែអង្រឹងដែលចងនៅមែកជ្រៃនោះទោះបីជាគ្មានមនុស្សដេកក៏ដោយនីសយជាយុវជនម្នាក់មកពីទីក្រុងដែលមិនសូវជឿលើរឿងអបិយជំនឿគេបានមកភូមិនេះដើម្បីរកទិញដីធ្វើចំការដោយសារតែចង់ដឹងចង់ឃឿននិងចង់បង្អួតមិត្តភ័ក្តិនាយសយបានភ្នាល់គ្នាថាគេហ៊ានទៅដេកនៅក្រោមដើមជ្រៃនោះមួយយប់ខ្មាយព្រាយអីសម័យនេះហើយបើមានមែនចេញមកឲ្យយើងឃើញមកនាយសយស្រែកក្តែងក្តែងនៅកណ្ដាលភូមិធ្វើឲ្យចាស់ព្រឹទ្ធាចារ្យម្នាក់ឈ្មោះតាពៅក្រវីក្បាយទាំងបារម្ភក្មួយអើយកុំប្រមាថកំឡែងនោះមានវិញ្ញាណចងកវិលវល់មិនទៅចាប់ជាតិទេម៉ោង12យប់នាយសយបានកាន់ពិលនិងកំរាលមួយទៅសន្ធឹងដេកនៅក្រោមដើមជ្រៃខុំនោះខ្យល់បក់មកត្រជាក់ស្រែបខុសពីធម្មតាសំឡេងសត្វទីទុយយំគុកគុកហ៊ុយធ្វើឲ្យឆឹងខ្នងរបស់គេចាប់ផ្ដើមត្រជាក់ខ្នងខណៈពេលដែលគេកំពុងទុនភ្នែកស្លុងស្រាប់តែមានសំឡេងមួយបន្លឺឡើងពីលើមេឃឈើតឹងណាស់ឈឺណាស់ជួយស្រាយខ្សែឲ្យអញផងនាយសយបើកភ្នែកឡើងយកពិលបញ្ចាំងទៅលើអ្វីដែលគេបានឃើញគឺជើងពីរដែលគ្មានឈាមកំពុងយល់ទៅយល់មកនៅចំពោះមុខគេពេលគេបញ្ចាំងពិលឡើងទៅលើទៀតគេឃើញស្ត្រីម្នាក់ស្លៀកពាក់ខ្មៅរូបរាងស្គៀមស្កាំងអណ្ដាតលៀនចេញមកក្រៅវែងអូដល់ទ្រូងភ្នែកក្រលួចចេញឈាមកំពុងសម្លឹងមុខគេទាំងញញឹមស្ញែងនាយសយភ័យខ្លាំងណាស់គេចង់រត់តែជើងទាំងពីរបែរជាគ្មានកម្លាំងហាក់ដូចជាមានអ្វីម្យ៉ាងសង្កត់ជាប់ខ្មោចស្រីនោះបានចុះពីលើដើមឈើដើរយឺតមកជិតគេរួចខ្សឹបដាក់ត្រចៀកថាឯងចង់ឃើញផ្ទះយើងទេផ្ទះយើងមានមាសប្រាក់ច្រើនណាស់មកជាមួយយើងមកភ្នែករបស់នាយសយចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍មន្តអាគមគេលែងដឹងខ្លួនថាជាខ្មោចទៀតហើយគេឃើញខ្មោចនោះជាស្រីស្អាតម្នាក់កំពុងកាន់ខ្សែសួតពណ៌មាសមួយសរសៃនាងបានលើកខ្សែនោះដាក់លើមែកឈើរួចប្រាប់នាយសយថាចូលដាក់ក្បាលចូលក្នុងរង្វង់សួតនេះទើឯងនឹងបានឃើញឋានសួគ៌នាយសយងក់ក្បាលងងើគេចាប់ផ្ដើមឡើងលើគល់ឈើរួចលូកក្បាលចូលទៅក្នុងខ្សែចំណងកដែលតាមពិតជាខ្សែគោចាស់មួយសរសៃដែលមានប្រឡាក់ទៅដោយឈាមក្រៀមក្រោះសៀមណាងល្អតាពៅដែលបារម្ភពីសុវត្ថិភាពនាយសយបាននាំអ្នកភូមិដែលកាន់ចន្លុះនិងអ្នកតាដំបងដែកមកទាន់ពេលមកបោលគេឃើញនាយសយកំពុងតែរៀបនឹងទម្លាក់ខ្លួនពីគល់ឈើដើម្បីចងកសម្រាប់ខ្លួនឯងឈប់សយដឹងខ្លួនឡើងតាពៅស្រែករួចសូត្រមន្តអាគមបើកអង្គរសែនស្រាប់តែមានខ្យល់គួតយ៉ាងខ្លាំងវិញ្ញាណខ្មោចស្រីនោះស្រែកយំយ៉ាងខ្លាំងរួចរលាយបាត់ទៅក្នុងភាពងងឹតនាយសយក៏ធ្លាក់មកដីសន្លប់ឈឹងក្រោយពីដឹងខ្លួននាយសយបានដឹងពាក្យថាកាលពីច្រើនឆ្នាំមុនមានស្រីម្នាក់ត្រូវបានគេចាប់រំលោភរួចសម្លាប់ចងកនៅដើមជ្រៃនេះដោយសារតែការស្លាប់ទាំងអយុត្តិធម៌និងមានគំនុំវិញ្ញាណនាងមិនទៅណាទេគឺនៅចាំឡងបន្លាតនឹងនាំផ្លូវអ្នកដែលមានចិត្តលោភលន់ឬអ្នកដែលប្រមាថឲ្យមកចងកសម្លាប់ខ្លួនឯងដើម្បីធ្វើជាតំណាងឲ្យនាង